Vàក្នុងកម្មវិធី Word យើងអាចដាក់រូប logo ក្រសួងស្ថាប័នផ្សេងៗនៅខាងក្រោយបែបនេះបាទដាក់បែបនេះយើងហៅថាដាក់ watermark បាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានអ្នកទាំងគ្នាតាមដានទាំងអស់គ្នាបាទដំបូងយើងមានឯកសារមួយដែលយើងវាយបញ្ចូលបានស្អាតហើយអត់ទាន់ដាក់ logo ចូលទេបាទអញ្ចឹងដើម្បីកំណត់ logo អ្នកទាំងគ្នាចូលកន្លែងtab ខាងលើបាននេះមនុយខាងលើនេះចូលកន្លែង design មកបាទចូល design នេះអ្នកទាំងគ្នាមើលមកខាងស្ដាំយកកន្លែងពី watermark នេះបាទចុចពី watermark មកកន្លែងនេះគឺជាកន្លែងអក្សរអ្នកទាំងគ្នាគ្រាន់តែចុចអក្សរនឹងយកទៅវាប្រាប់ថា do not copy វាជាប់ហើយបាទឧទាហរណ៍ថាខ្ញុំយក do not copy នេះចុះហ្នឹងហើយអញ្ចឹងវាជាប់ do not copy ឃើញទេនេះបើខ្ញុំចង់បានដាក់អក្សរផ្ដេកហាមចម្លងនេះបាទអញ្ចឹងវានឹងបានគម្រោងមួយហាមចម្លងអក្សរនៅផ្ទៃខាងក្រោយប៉ុន្តែយើងចង់ដាក់រូបភាពអញ្ចឹងអ្នកទាំងនេះចុចកន្លែង custom watermark ខាងក្រោមនេះមកបាទកន្លែងនេះគឺជាជំរឿនបាទបើសិនអ្នកទាំងនេះចង់សរសេរអក្សរខ្មែរក៏បានដែរទៅសេកន្លែងនេះមកបាទលុបអក្សររបស់គេចេញយើងទៅសេអក្សរខ្មែរចូលមកហាមចម្លងអីចឹងទៅបាទហើយដាក់ពុម្ពអក្សរទំហំវាទៅតែបើយើងចង់ដាក់ជារូបភាពអ្នកទាំងនេះចុច picture watermark នេះហើយទៅ select picture ទៅ select logo ក្នុងកុំព្យូទ័រយើងមកបាទតែរូប logo អ្នកទាំងនេះត្រូវធ្វើឲ្យស្អាតបាទ logo អ្នកទាំងយករូប logo ដែលអត់មានផ្ទៃបាទ logo ខាងលើនេះ logo មានផ្ទៃ logo ខាងក្រោមនេះអត់ផ្ទៃអញ្ចឹង logo ត្រូវកាត់ផ្ទៃវាចេញដើម្បីស្អាតណាបាទហើយចុច insert ចូលមកហើយតើតรงកន្លែងទំហំនេះមានភាគរយបាទយើងយកអូតូមកល្មមណាបើចង់តូចចង់ធំស្រេតាមភាគរយនឹងទៅបាទចុច OK មកបាទអញ្ចឹងមកឲ្យឃើញទេបាទអញ្ចឹង print មើលដល់ពេលយើង print ទៅគឺឃើញស្អាតហើយឃើញទេបាទចេញមកហើយបើសិនអ្នកចង់ remove វាចេញបាទចង់លុប logo នោះចូលកន្លែង main តែមកចូលកន្លែង watermark នេះមកហើយចុច remove បាទចុច remove លុបចេញហើយបាទអានេះគឺជាវីដេអូចែកម្លែកតទៅនឹងរបៀបដែលយើងដាក់រូប logo នៅខាងផ្ទៃបាទសូមអរគុណ